តើគាត់ថ្ងៃ NWMF ធ្វើអ្វីខ្លះថ្ងៃនេះខ្ញុំនឹងប្រាប់ពីការងារខ្លះៗរបស់យើងនឹងត្រូវទៅកន្លែងមួយដែលយើងមិនធ្លាប់ទៅពីមុនគឺខេត្តមណ្ឌលគិរីដោយសារពេលជិះឡានយើងងុយគេងពេកអញ្ចឹងខ្ញុំអត់បានថតទេដូច្នេះ8ទៅ9ម៉ោងក្រោយមកបាទឥឡូវយើងមកដល់មណ្ឌលគិរីហើយដល់នេះគឺប្លែកអារម្មណ៍មួយបែបគេ fresh តែសំខាន់ត្រូវទៅញ៉ាំបាយក៏ប៉ុន្តែអត់មានអីជិះឡានក៏អត់ម៉ូតូក៏អត់បើមានអីជិះមធ្យោបាយដែលល្អបំផុតនោះគឺដើរ1គីឡូដីជាងចាត់ទុកជាការហាត់ប្រាណនេះឃើញហើយរបស់ស៊ីសាច់បាយអាឆ្ងាញ់ណាហើយទៅណាមងាប់ដែរទៅណាមដាច់ពោះណាបាទលឿងនេះយើងជូពីតិចតពីក្មេងអត់ឃ្លានទាំងពីរនាក់បានដើរបេះសាវម៉ៅព្រៃហើយយើងក៏រកឃើញកន្លែងញ៉ាំបាយជិះឡានហត់ហើយកំពុងតែឃ្លានផងនិយាយវាថាដាក់អីក៏ឆ្ងាញ់ដែរបាយហើយខ្លាចយប់ឡើងឃ្លានទិញស្បៀងទុកឲ្យហើយព្រោះថា3នាក់ហ្នឹងគឺសុទ្ធតែសัตว์មៀមរកស៊ីទៅពេលយប់ទេឆែបមានអារម្មណ៍មិនដែរបាយហើយមានអារម្មណ៍ថាឆ្អែតទៅនៅដៃមានអីដៃមានស្អីចំបោះជ្រូកខាងបាទម្នាក់ត្រៀមគីឡូយប់ឡើងចំដូចឡានយើងជិះមកបាទយ៉ាងនៅពេលនេះគឺម៉ោង6:42នាទីបេសកកម្មរបស់យើងក៏ចាប់ផ្ដើមពីថ្ងៃទី2នេះបាទយើងងើបតាំងពីម៉ោង5ជាងដើម្បីរៀបចំខ្លួនស្រស់ស្រូបអាហារពេលព្រឹកហើយយើងក៏ចេញដំណើរទៅគោលដៅរបស់យើងដែលមានចម្ងាយប្រហែលជា20គីឡូជាងពីកន្លែងស្នាក់នៅហើយនៅនេះគេហៅថាស្រុកកោះញែកដំបូងយើងធ្វើដំណើរដោយឡានទេក៏ប៉ុន្តែពេលដល់ពាក់កណ្ដាលទីគឺយើងត្រូវបដូរទៅជិះម៉ូតូដោយសារតែនៅហ្នឹងគឺមានបន្លាយទឹកហូរកាត់ហើយការពួកខ្ញុំទៅហ្នឹងគឺខែ8អញ្ចឹងហើយទឹកវារៀងឡើងដែរដូច្នេះបើយើងជិះឡានគឺឆ្លងអត់កើតទេពីព្រោះយើងត្រូវឆ្លងស្ពានយោនតែពេលឡើងស្ពានដំបូងហ្នឹងរៀងខ្លាចដែរហ្នឹងណាដោយសារតែមើលទៅវារៀងខ្ពស់ដែរបាទក៏ប៉ុន្តែខ្ញុំទុកចិត្តលោកគ្រូអ្នកដប់ទេបើនិយាយពីទេសភាពវិញគឺថា the best on the best តែម្ដងធ្លាប់តែអង្គុយមុខកុំព្យូទ័ររាល់ថ្ងៃដល់ពេលបានចេញក្រៅហើយឃើញទេសភាពព្រៃប្រក្សាអ្នកតាវ៉ានិងវាសុទ្ធតែពណ៌បៃតងអញ្ចឹងទៀតការងារហត់មិនក៏ស្រស់ស្រាយសប្បាយចិត្តដែរបាទដកដង្ហើមម្ដងនិយាយថាខ្យល់បរិសុទ្ធលាយឡំជាមួយនឹងក្លិនអាចគោតិចហ្នឹងបាទនិយាយថាឈ្ងុយបាទស្រស់ស្រាយសាហាវបាទអូខេឥឡូវខ្ញុំមកដល់សាលាហ្នឹងហើយឥឡូវពងចាប់ផ្ដើមថតinterview សិស្សមិន interview គ្រូហើយអីគេ interview ហ្នឹងគេតាំងពីកើតមកដូចតែលើពាក្យ interview អូនេះប្រហែលគេកំពុងថា interview ហ្នឹងឯងចូលអូនមានអារម្មណ៍មិនដែរនៅពេលដែលមានបញ្ហាទាំងអស់ហ្នឹងអូសម្ភាសទេបាទ interview ឯងណា interview សบายអត់ជីដែរមកពេលនេះដាច់បាត់អីនេះជាកៅផងនេះដាច់បាត់អីរយជីយីប្រូអត់ធ្វើការមកជីតងមួយក្មេងឯណាសំខាន់យកមួកខ្ញុំពាក់ទៀតប្រូចេះឆ្ងល់បាត់មួកទៅណាអូយផឹកឡើងតាមិនដែរក្តៅអត់យីកូនក៏ប្រកែសួរមែនប្រូបាទឈរ5ថ្ងៃមិនសួរក្តៅអត់តែសកម្មភាពមិនឃើញក្មេងយ៉ាងហ្នឹងមិនដែរសប្បាយចូលចិត្តបងចូលចិត្តក្មេងការងាររបស់ពួកខ្ញុំគឺមកថតវីដេអូឲ្យអង្គការ Good Neighbors ដែលពួកគាត់បានរកជំនួយដើម្បីជួយសាងសង់អគារថ្នាក់រៀនថ្មីសម្រាប់ក្មេងៗនៅទីនេះទោះបីខ្ញុំត្រឹមជាអ្នកថតមែនក៏ប៉ុន្តែខ្ញុំសូមអរគុណដល់អង្គការ Good Neighbors ជាខ្លាំងបាទសម្រាប់ការផ្គត់ផ្គង់ដល់កុមារកម្ពុជាយើងនិយាយពីចំណាប់អារម្មណ៍ហ្នឹងនិយាយជាភាសាប្រណងមើលណាមក្នុងពាំងឆិតជាន់កុសលាឆិតតរៀនហាន់ឈុំពាំងណៃហាន់ចាំរោបាញ់មេរៀនមានន័យថាម៉េចបកប្រែជា
ម៉ែថាម៉េចទេ ចេញពីសាលារៀនទៅមើលគោទៅមើលមេរៀននៅលើចុងឈើអីចឹងហូបបាយ បាយ បានសកម្មភាពក្មេងអត់ប្រយោជន៍ លេងដ្រូន លេងដ្រូនស្អីក៏ពិតគ្មានចេះអីទេចេះវិជាឡើងចុះឆ្វេងស្ដាំហ្នឹងបើមិនជឿមើលពុកម៉ែបងប្អូន បាទនិយាយលេងទេពុកម៉ែបងប្អូនអញ្ចឹងពួកខ្ញុំគឺបែងចែកមុខងារគ្នារួចហើយដើម្បីស្រួលធ្វើការមានអ្នកកាន់កាមេរ៉ាមានអ្នកបញ្ជាដ្រូនមានអ្នកកាន់ script ផ្សេងបាទដើម្បីសម្រួលការងារគ្នាហើយនេះគឺជាអគារថ្នាក់រៀនថ្មីដែលកំពុងតែសាងសង់ខ្ញុំកំពុងតែថតហាក្តៅមែនក៏ប៉ុន្តែក្នុងចិត្តនេះសប្បាយព្រោះឃើញក្មេងៗគាត់បានសាលាថ្មីបាទហើយក៏អរគុណដល់អង្គការ Good Neighbors ម្ដងទៀតដែរសម្រាប់ការគិតគូរនិងរកជំនួយសម្រាប់ក្មេងៗនៅក្នុងភូមិនេះបាទនឹងនៅកន្លែងផ្សេងៗទៀតដែរទោះបីខ្ញុំមិនមែនជាអ្នកជំនួយឬមួយក៏ជាអ្នកដែលសហការងារធំដុំអីមែនក៏ប៉ុន្តែខ្ញុំក្តុកក្តួលខ្លាំងនៅពេលដែលឃើញកុមារកម្ពុជាយើងគាត់មានឱកាសនិងមានទីកន្លែងល្អៗដើម្បីនឹងរៀនសូត្របាទដើម្បីក្លាយជាធនធានមនុស្សដ៏ល្អសម្រាប់ជាតិរបស់យើងបានចេញទៅថតតាំងពីម៉ោង 7 ព្រឹករហូតដល់ម៉ោង 4 ទៅមកដល់ផ្ទះឥឡូវម៉ោងប៉ុន្មានហើយម៉ោង 6 លើសយ បើថាម្នាក់នៅតែហាត់ថ្ងៃអស់ខ្យល់លេង គេមានចោលដែរកម្លាំង បាទធ្វើការហត់អស់កម្លាំងហើយបានហូបស្ងោរម្រះនិយាយពីថាល្វិញកប់ការនៅទូចអត់ចេះហូបម្រះទេដោយសារវាល្វិញពេកបានដល់ពេលធំឡើងបានភ្លក់រសជាតិជីវិតវាល្វិញជូរចត់ជាងម្រះរាប់សិបដងបានដឹងថាផ្លែម្រះវាអត់ល្វិញទេបាទម្រះវាផ្អែមមានជាតិ បានស៊ីឈ្ងោបាយកើនញ៉ាបានស៊ីងើយហើយ ស៊ីត្រង់ភ្លឹងមែនមិនងាប់បាទពួកខ្ញុំនិយាយគ្នាមិនសូវព្រោះស្ដាប់ទេដោយសារចាត់ទុកដោយបងប្អូនអញ្ចឹងកុំប្រកាន់អីពុកម៉ែបងប្អូនបាទនៅថ្ងៃបន្ទាប់ដោយសារតែទឹករៀងស្រកអញ្ចឹងហើយយើងអាចបានឆ្លងស្ពានទេគឺយើងជិះឡានឆ្លងទឹកតែម្ដងពេលនៅក្នុងឡានហ្នឹងរៀងស្រាវដែរហ្នឹងតែទុកចិត្តបងតកងឡានដោយសារតែគាត់ស្គាល់ភូមិសាស្ត្រច្បាស់ហើយ ទៅពេកឥឡូវខ្ញុំទិញមួកអស់ 10000 រៀល ហ្នឹងហើយល្មមទិញឯងប្រូកុំឲ្យដើរយកមួកគេពាក់ទៀត នេះមិនមែនផ្ទះទេសាលារៀនបងប្អូនបាទតែយើងមើលដបូលសាំងសីហើយជាងឈើបាទពុកអស់ហើយបាទសិស្សកំពុងរៀនខាងក្នុងកំពុងអានមេរៀន ពួកអេពេងក៏ពេកក៏ជើងរោអីក្រៃអក្រៃក៏ជើងរោអាយក្រៃ ស្អីពូមកលួចថតគេអញ្ចឹង ខ្ជូតណាបាទក្មេងៗគួរឲ្យស្រឡាញ់អត់បងប្អូន ខាងកាត់អានអសតបងប្អូនតូចទេតែអានអសច្បាស់ជាងពូអ្នកលួចថតទៀតពូអ្នកលួចថតនេះអានមិនទាំងត្រូវតួអសផងណាបាទមើលថ្នាក់រៀនពួកគាត់កំពុងរៀនគឺមានកណ្ដៀលស៊ីផងកន្លែងខ្លះធ្លុះហើយពួកគាត់ថាថ្ងៃណាភ្លៀងគឺវាសាចចូលសើមកៅសើមសិភៅថ្ងៃខ្លះទៅក៏ដីហុយក៏ប៉ុន្តែពួកគាត់នៅតែខំរៀនក្នុងចិត្តនេះអាណិតផងដល់សើពួកគាត់ផងនៅក្មេងៗតែពួកគាត់ខំ មើលគាត់អានអសម្ដងទៀត ថតចង្អូក៏ឆ្លងបានថតចង្អូមូឆ្អឹងថតចង្អូឆ្អែតថតចង្លុះឆ្អែតថតចង្លុះអៀឈៀនត អានទៀតដែរអានទៀតដែរ ចូលអស់ណាបាទអញ្ចឹងបេសកកម្មរបស់ពួកខ្ញុំគឺមានតែប៉ុណ្្នឹងទេក៏អរគុណដល់បងទាំងពីរដែរបាទមានបងផានហើយនិងបងម្នាក់ទៀតសូមទោសខ្ញុំអត់ចាំឈ្មោះគាត់ទេដោយសារហៅគាត់តែបងតកងឡានបាទបានពួកគាត់ជួយសម្រួលការងារច្រើនបាទទាំងការធ្វើដំណើរការហូបចុកបានពួកគាត់ជួយច្រើននិយាយរួមទៅគឺច្រើនមែនទែនអត់ដឹងថាពួកគាត់បានមើលវីដេអូនេះអត់ទេបាទក៏ប៉ុន្តែសូមអរគុណបងហើយក៏អរគុណដល់លោកគ្រូអ្នកគ្រូផងដែរដែលបានជួយសហការនៅក្នុងការថតហើយនិងការសម្របសម្រួលនៅក្នុងការធ្វើដំណើរ បាទប៉ុន្តែនៅខែ 11 នេះគឺពួកខ្ញុំបានចុះទៅម្ដងទៀតទេបាទអញ្ចឹងពុកម៉ែបងប្អូនកុំភ្លេចតាមដានភាគ 2 ផងបាទឥឡូវពួកខ្ញុំចប់ការងារចេញដំណើរទៅភ្នំពេញវិញហើយ
អាការងារចប់ម៉ោង 10 ជាងលើម៉ោង 11:50 ចេញទៅពេញមកដល់បាទអញ្ចឹងមួយឡានហ្នឹងគឺមានតែ3នាក់ទេ4នាក់ទាំងតកងឡានដោយសារតែពួកខ្ញុំម៉ៅឡានមួយតែម្ដងព្រោះបញ្ញាប់មកពេញវិញបាទមានការងារត្រូវធ្វើច្រើនបើអត់ម៉ៅឡានទេគឺមានតែឡានយប់អញ្ចឹងបើសិនជាយើងជិះឡានយប់យើងមកដល់ពេញវិញពេលព្រឹកយើងធ្វើការអត់កើតទេហើយពេលទៅហ្នឹងពាក់សើប៉ាតាហមដល់ពេលមកវិញមានណានេះស្បែកជើងផ្ទាត់សុតហើយបំមុខវិញអាកំពុងតែខ្មៅផងឥឡូវកាន់តែឆេះទៀតអាហារថ្ងៃត្រង់គឺនំប៉ាវជាមួយនឹងកូកាមួយកំប៉ុងជីដបងរៀងសបាយដល់ពេលយូរទៅមានណាឈឺចង្កេះឈឺគូតឈឺខ្នងបាទយូរទៅមុខមើលឡើងយល់ហើយបាទអញ្ចឹងវីដេអូរបស់ពួកខ្ញុំគឺមានតែប៉ុណ្្នឹងទេអរគុណសម្រាប់ការគាំទ្រពួកខ្ញុំបាទអញ្ចឹងពួកខ្ញុំនឹងខំប្រឹងធ្វើការល្អៗឲ្យបានច្រើនជាងនេះទៀតបាទអញ្ចឹងសង្ឃឹមថាទៅមុខទៀតពុកម៉ែបងប្អូនក៏នៅតែបន្តគាំទ្រពួកខ្ញុំទាំង3នាក់ផងដែរបាទអញ្ចឹងកុំភ្លេចជួយ follow ហើយនិង like ម្នាក់មួយផងបាទជួបគ្នានៅវីដេអូក្រោយ